តើការពិនិត្យឈាមតម្រូវឲ្យបងប្អូនត្រូវតែតំបាយឬតំទឹកដែរឬទេឆ្លើយការពិនិត្យឈាមមិនពិតជាតម្រូវឲ្យបងប្អូនត្រូវតែតំបាយឬតំទឹកទាំងអស់នោះទេលើកលែងតែក្នុងករណីដែលបងប្អូនត្រូវការមើលជាតិស្ករជាតិខ្លាញ់តែប៉ុណ្ណោះសម្រាប់ម៉ោងនៅក្នុងការពិនិត្យឈាមសម្រាប់បងប្អូនប្រជាពលរដ្ឋខ្មែរនៅក្នុងពេទ្យរដ្ឋសព្វសិទ្ធិប្រសងខេត្តឧបលរាជធានីបែងចែកជា3ពេលទី1សម្រាប់ថ្ងៃսៅរ៍អាទិត្យចាប់ពីម៉ោង 6 ព្រឹករហូតដល់ម៉ោង 12 ថ្ងៃទី2សម្រាប់ថ្ងៃច័ន្ទដល់ថ្ងៃសុក្រម៉ោង 6 ព្រឹកដល់ម៉ោង 12 ថ្ងៃទី3ម៉ោង 1ដល់ម៉ោង 8 យប់បងប្អូនត្រូវរងចាំយ៉ាងហោចណាស់1ទៅ3ម៉ោងដើម្បីទទួលបានលទ្ធផលក្នុងការពិនិត្យឈាមសម្រាប់ការស្ដាប់លទ្ធផលតម្រូវឲ្យបងប្អូនចាំបាច់ត្រូវជួបពេទ្យឯកទេសជំនាញដើម្បីវិនិច្ឆ័យទៅលើលទ្ធផលលើជំងឺផ្សេងៗដែលបងប្អូនពិនិត្យសម្រាប់ម៉ោងក្នុងការជួបពិភាក្សាជាមួយនឹងពេទ្យឯកទេសជំនាញបែងចែកជា3ពេលថ្ងៃអាទិត្យបងប្អូនអាចធ្វើការពិនិត្យឈាមចាប់ពីម៉ោង 6 ព្រឹកហើយជួបពិគ្រោះយោបល់ជាមួយដុកទ័រជំនាញចាប់ពីម៉ោង 8 រហូតដល់ម៉ោង 12 ថ្ងៃបន្ទាប់មកធ្វើការបាក់ថ្នាំទៅតាមប្រភេទជំងឺនោះជាការស្រេចទី2សម្រាប់ថ្ងៃច័ន្ទដល់ថ្ងៃសុក្រធ្វើការចុះឈ្មោះចាប់ពីម៉ោង 6 រហូតដល់ម៉ោង 8 ព្រឹកដើម្បីជួបដុកទ័រជំនាញពិគ្រោះយោបល់ទៅលើប្រភេទជំងឺរបស់បងប្អូនរួចធ្វើការបាក់ថ្នាំជាការស្រេចទី3